ការរៀបចំសម្ភារៈសិក្សាមិនបានរៀបរយសិស្សានុសិស្សជាច្រើនដែលបានទៅរៀនយឺតយ៉ាវក៏បណ្ដាលមកពីបញ្ហារៀបចំសម្ភារៈសិក្សាមិនបានរៀបរយនេះផងដែរគឺពួកគេតែងតែចំណាយពេលវេលាអស់ជាច្រើនក្នុងការស្វែងរកប៊ិចសៀវភៅខ្មៅដៃនិងប្រដាប់ផ្សេងៗទៀតដើម្បីដាក់ចូលក្នុងកាតាបហើយពេលខ្លះក៏រកមិនឃើញពួកគេអាចនឹងឈានដល់ថ្នាក់មិនហ៊ានដល់ថ្នាក់មិនទៅរៀនក៏មានដែរព្រោះខ្លាចត្រូវលោកគ្រូអ្នកគ្រូស្ដីបន្ទោសដូច្នេះហើយប្អូនត្រូវមានទម្លាប់ចាំទុកដាក់សម្ភារៈសិក្សាឲ្យបានរៀបរយតាំងពីយប់មុនពេលទៅសាលារៀនដើម្បីជៀសផុតពីបញ្ហាដូចបានរៀបរាប់ខាងលើប្អូនត្រូវអនុវត្តតាមជំហានដូចខាងក្រោមចំពោះសម្ភារៈសិក្សានានាដែលប្អូនយកទៅប្រើហើយត្រូវតែមានទម្លាប់យកមកទុកដាក់នៅកន្លែងដើមវិញហើយមានទម្លាប់ត្រួតពិនិត្យមើលរាល់សប្តាហ៍ថាមានសម្ភារៈណាខ្លះដែលខ្លួនបានបាត់បង់ឬប្រើអស់ដែរទេដើម្បីងាយស្រួលទិញបន្ថែមវិញព្រោះនៅពេលដែលត្រូវការបន្ទាន់ខ្លាំងយើងពិតជាពិបាករកទិញរបស់របរទាំងនោះខ្លាំងណាស់ចំពោះសៀវភៅសិក្សាក៏អញ្ចឹងដែរមិនថាតែសៀវភៅសរសេរឬសៀវភៅពុម្ពទេប្អូនត្រូវតែមានទម្លាប់ប្រើហើយយកមកទុកនៅកន្លែងដើមវិញទើបប្អូនមិនជួបបញ្ហាស្វែងរកសៀវភៅមិនឃើញនៅពេលត្រូវការប្អូនត្រូវតែរៀបចំទុកដាក់សម្ភារៈសិក្សាចូលក្នុងកាតាបតាំងពីយប់តែម្ដងដោយសារតែនៅវេលានេះយើងមិនសូវប្រញាប់ប្រញាល់ដូច្នេះប្អូនអាចស្វែងរកសម្ភារៈសិក្សាមួយតាមសម្រួលហើយថែមទាំងអាចចូលគេងបានដោយស្ងប់ស្ងាត់ព្រោះមិនចាំបាច់ត្រូវបារម្ភរឿងរកសម្ភារៈមិនឃើញឡើយម្យ៉ាងថ្នាក់រៀននីមួយសុទ្ធតែមានកាលវិភាគសិក្សារៀងខ្លួនដូច្នេះប្អូនអាចរៀបចំសៀវភៅសិក្សាទៅតាមកាលវិភាគនោះជៀសវាងការដាក់សៀវភៅទៅរៀនទាំងអស់ដែលអាចធ្វើឲ្យធ្ងន់កាតាបលំបាកស្ពាយក្នុងករណីដែលប្អូនមិនបានរៀបចំកាតាបពីយប់ទេប្អូនងាយនឹងភ័យស្លន់ស្លោអាចនឹងឃើញការវិភាគច្រឡំឬដាក់សៀវភៅច្រឡំឬក៏ដាក់សៀវភៅសិក្សាចូលក្នុងកាតាបទាំងអស់តែម្ដងដែលទាំងនេះសិតតែធ្វើឲ្យការរំខានដល់ការសិក្សាប្អូនក៏អាចឆ្លៀតឱកាសកំពុងរៀបចំសៀវភៅត្រួតពិនិត្យមើលសៀវភៅកិច្ចការរបស់ខ្លួនឡើងវិញក្រែងមានកិច្ចការខ្លះដែលខ្លួនមិនទាន់បានធ្វើរួចនោះប្អូននឹងមានពេលវេលាធ្វើកិច្ចការបញ្ចប់និយាយឲ្យខ្លីទៅការរៀបចំសម្ភារៈឲ្យបានរៀបរយតាំងពីយប់នឹងធ្វើឲ្យប្អូនគេងលក់នៅពេលយប់បានយ៉ាងស្ងប់ដោយគ្មានអ្វីត្រូវព្រួយបារម្ភឡើយហើយប្អូនក៏អាចក្រោកពីដំណេកបានទាន់ពេលវេលាដើម្បីទៅសាលារៀនឲ្យបានទៀងទាត់ផងដែរ